ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំអានអក្សរខ្មែរថ្នាក់ទី4មេរៀនទី1កីឡានិងល្បែងកម្សាន្តប្រជាជនខ្មែរភាគច្រើននិយមលេងល្បែងកម្សាន្តអ្នកខ្លះចូលចិត្តលេងល្បែងតាមរដូវកាលឯខ្លះទៀតចូលចិត្តលេងល្បែងបែបណាមួយជាប្រចាំកីឡានិងល្បែងកម្សាន្តនាំមកនូវភាពសប្បាយរីករាយការលូតលាស់ផ្នែកប្រាជ្ញាសុខភាពនិងសាមគ្គីភាពព្រឹត្តិការណ៍នៃរឿងក្នុងរឿងមួយតែងមានហេតុការណ៍ផ្សេងៗកើតឡើងសកម្មភាពឬអ្វីដែលតួអង្គធ្វើនៅជួបប្រទះឬអ្វីដែលកើតឡើងចំពោះតួអង្គគឺជាព្រឹត្តិការណ៍នៃរឿងចូលអានខាងក្រោមតើរឿងនេះមានព្រឹត្តិការណ៍អ្វីខ្លះរឿងរៃនិងស្រមោចរដូវប្រាំងរៃហើរច្រៀងលេងគ្មានគិតខ្វល់ខ្វាយរកស្រូវអង្ករទុកឡើយឯស្រមោចជាសត្វឧស្សាហ៍ខំនាំគ្នារកស្បៀងទុករដូវភ្លៀងធ្លាក់មកដល់រៃអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោចសួររៃរៃកាលពីរដូវប្រាំងតើអ្នករវល់ធ្វើអ្វីបានជាមិនខំរកស្បៀងទុករៃឆ្លើយខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយស្រមោចតបរៃអើយបើពីដើមអ្នកធ្លាប់ច្រៀងលេងឥឡូវច្រៀងទៀតទៅព្រោះការច្រៀងនាំឲ្យអ្នកឆ្អែតរៃនៅតែទទូចអង្វរស្រមោចអោមិត្តអើយខ្ញុំអត់បាយស្ទើរណាស់ដាច់ពូស្លាប់ទៅហើយអាណិតចែកស្បៀងឲ្យខ្ញុំខ្ចីបន្តិចមកស្រមោចឆ្លើយស្បៀងយើងមានខ្លះដែរតែទុកល្មមកូនចៅយើងពុំមានស្បៀងច្រើនចែករំលែកឲ្យអ្នកទេរៃអត់សង្ឃឹមក៏ហើរទៅវិញទាំងទុកសោករឿងនេះមានព្រឹត្តិការណ៍ពីរគឺ1នៅរដូវប្រាំងរៃហើរច្រៀងលេងឥតខ្វល់ខ្វាយរីឯស្រមោចខំរកស្បៀងទុក2រដូវភ្លៀងធ្លាក់រៃអត់ស្បៀងក៏ទៅខ្ចីស្បៀងស្រមោចតែស្រមោចមិនអោយជម្រាបលាបាយអានមេរៀនមួយទៀតតើពីរមេរៀនមកកូនណាអានមេរៀនមួយទៀតនេះឥឡូវយើងចូលដល់មេរៀនរឿងកុមារណារិនមកណាកុមារណារិនតាឥឡូវកូនអានមកតារឿងកុមារណារិនតារឿងកុមារណារិនរស់នៅតាមមាត់ទន្លេឪពុកណារិនបានបង្ហាត់ណារិនឲ្យចេះហែលទឹកតាំងពីក្មេងណារិនព្យាយាមហ្វឹកហាត់ហែលទឹកយ៉ាងស្ទាត់ជំនាញថ្ងៃមួយមានក្មេងមួយក្រុមកំពុងហូបកាញ់ជីវលេងទឹកទន្លេខាងក្រោយផ្ទះណារិនមួយសន្ទុះក្រោយមកស្រាប់តែលឺសំឡេងក្មេងស្រែកជួយផងមានអ្នកលងទឹកហើយឮភ្លាមណារិនឆក់បានក្រមាស្ទុះវិលទៅមាត់ទន្លេឃើញក្មេងម្នាក់កំពុងលិចអណ្ដែតណារិនលោតចុះក្នុងទឹកហែលទៅជិតកុមារនោះរួចបោះក្រមាឲ្យតោងណារិនហែលអូសរហូតដល់ច្រាំងទើបស្រង់អ្នកលងទឹកឡើងលើគោកអ្នកនៅទីនោះនាំគ្នាជួយសង្គ្រោះអ្នកលងទឹកផុតពីគ្រោះថ្នាក់អ្នកភូមិសរសើរណារិនគ្រប់គ្នាជម្រាបលាបាយអរគុណណាចាំយើងរៀនអានមេរៀនបន្តអីគេរឿងយ៉ារីនិងថែប្អូននៅមេរៀនបន្ទាប់នៅវីដេអូបន្ទាប់ណាកូនណាអញ្ចឹងបន្ទាប់ពីវីដេអូហ្នឹងទៅកូនអានរឿងយ៉ារីមើលថែប្អូនទៅណាឥឡូវយើងស្កប់ប៉ុណ្្នឹងសិនណាយើងសម្រាប់ប៉ុណ្្នឹងសិនណាបាយ